អូខេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel របស់ Admin ប៉ាទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះ Admin ធ្វើការសម្រេចសាច់រឿងរបស់យើងបន្តទៀតដែលមានចំណងជើងថា The Apartment Job ដែលជាភាគ8ហើយដើម្បីកុំឲ្យខាត់ពេលយូរចង់នឹងថាសាច់រឿងរបស់យើងនឹងទៅជាយ៉ាងណាតាមដានទស្សនាជាមួយនឹង Admin ប៉ាទាំងអស់គ្នាដូចតទៅសាច់រឿងក៏បាននិយាយតកាលពីភាគមុនដែលបងសង្ហារបស់យើងនឹងគាត់បានបើកឡានត្រឡប់មកវិញជាមួយនឹងលុយ100,000លានក្រោយមកហ្នឹងគាត់ក៏បានទាញលុយទាំងអស់ហ្នឹងយកចេញមកអង្គុយមើលតែម្នាក់ឯងប៉ុន្តែនៅក្នុងពេលនោះទូប្រុសរបស់យើងគាត់ក៏បានឃើញរូបគំនូររបស់កាយ៉ុងបូកហើយគាត់ក៏បាននឹកដល់អ្នកគ្រប់គ្នាខ្លាំងមែនទែនហើយមិនតែប៉ុណ្ណោះហ្នឹងគាត់ក៏បានគិតថាគាត់គួរតែការពារអ្នកគ្រប់គ្នាក្រោយមកទូប្រុសរបស់យើងគាត់ក៏បានទៅរកអពៈមេប៉ូលីសហ្នឹងប៉ុន្តែគាត់មិនបានយកលុយទៅជាមួយនោះទេហើយនៅក្នុងពេលនោះទូប្រុសរបស់យើងគាត់ក៏បាននិយាយជាមួយនឹងអពៈមេប៉ូលីសហ្នឹងថាលោកគួរតែដោះលែងលោកពូយ៉ុងម៉ាន់ទៅហើយខ្ញុំនឹងយកលុយ100,000លានហ្នឹងយកមកឲ្យប៉ុន្តែពេលវេលាវាមានកំណត់រួចសាកល្បងគិតមើលទៅក្រោយមកទៀតហ្នឹងទូប្រុសរបស់យើងគាត់ក៏បានមកជួបជាមួយនឹងលោកពូយ៉ុងម៉ាន់ក្នុងពេលហ្នឹងគាត់ក៏បានឃើញថាលោកពូយ៉ុងម៉ាន់ហ្នឹងគឺដេកស្ដុកស្ដឹងមិនដឹងខ្លួននោះទេហើយទូប្រុសរបស់យើងគាត់ក៏បានអង្គុយនិយាយតែម្នាក់ឯងថាលោកពូទ្រាំបន្តិចទៀតទៅគ្រប់យ៉ាងវានឹងត្រឡប់មកល្អប្រសើរឡើងវិញហើយមកនិយាយអំពីលោកប្រធានលីនេះវិញគាត់ក៏បានដឹងថាទូប្រុសរបស់យើងហ្នឹងបានយកលុយទៅដាក់ទីតាំងដែលគេបានកំណត់ហ្នឹងហើយលក្ខណៈថាធ្វើតាមសម្ដីរបស់លោកប្រធានលីអញ្ចឹងណាហើយលោកប្រធានលីក៏បានសួរទៅកាន់កូនចៅរបស់គាត់ថាតើយើងអាចទុកចិត្តទូប្រុសនឹងបានអត់កូនចៅរបស់គាត់ហ្នឹងក៏មិនបាននិយាយអីដែរក្រោយមកទៀតហ្នឹងទូប្រុសរបស់យើងគាត់ក៏បានមកនិយាយជាមួយនឹងលោកប្រធានលីហើយគាត់ក៏បានសុំលុយលោកប្រធានលីត្រង់តែម្ដងដោយគាត់គិតថាគាត់គួរតែទទួលបាននៅអាលុយចំនួន100,000លានវ៉ុននេះហ្នឹងណាហើយលោកប្រធានលីហ្នឹងគាត់ក៏បានយកព្រមជាមួយទូប្រុសរបស់យើងយ៉ាងលឿនក្រោយមកទៀតទូប្រុសរបស់យើងគាត់ក៏បានត្រឡប់មកកន្លែងបន្ទប់ដែលគាត់ស្នាក់នៅវិញហើយគ្រាន់តែចូលមកដល់ព្រាមហ្នឹងគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែឃើញអ្នកគ្រប់គ្នាហ្នឹងកំពុងតែធ្វើកម្មវិធីខួបកំណើតឲ្យគាត់ហ្នឹងណាហើយវាគឺជាលើកទី1ដែលទូប្រុសរបស់យើងគាត់បានធ្វើកម្មវិធីខួបកំណើតដូចគេដូចឯងហើយទូប្រុសរបស់យើងគឺពិតជារំភើបចិត្តខ្លាំងមែនទែនរហូតដល់ថ្នាក់លីងលងទឹកភ្នែកប្រងយំណាក្រោយមកទូស្រីរបស់យើងគាត់ក៏បានមកនិយាយឌឺដងទៅកាន់ទូប្រុសរបស់យើងថាបងឯងយំមែនហើយអ្នកគ្រប់គ្នានឹងឯងដែលបងឯងចង់ធ្វើការការពារមែនអត់ទូប្រុសរបស់យើងហ្នឹងគាត់ក៏មិនបានតបអីដែរក៏ប៉ុន្តែកែវភ្នែករបស់គាត់ហ្នឹងបានបញ្ជាក់គ្រប់យ៉ាងហើយក្រោយមកទៀតហ្នឹងលោកប្រធានលីហ្នឹងគាត់ក៏បានហៅបងសង្ហារបស់យើងជាមួយនឹងបងស្រីរបស់ទូស្រីហ្នឹងមកអង្គុយញ៉ាំបាយជាមួយគ្នាហើយលោកប្រធានលីហ្នឹងគាត់ក៏បានណែនាំឲ្យពួកគេទាំងអស់គ្នាហ្នឹងស្គាល់គ្នាទៅចំណែកទូប្រុសរបស់យើងគាត់ក៏បានគិតថាលោកប្រធានឈូវេជាមួយនឹងបងស្រីរបស់ទូស្រីហ្នឹងគឺជាក្រុមតែមួយជាមួយគ្នាអញ្ចឹងហើយហ្នឹងគាត់មិនបានគិតអីច្រើនទេលោកប្រធានលីនៅក្នុងពេលនោះហ្នឹងគាត់ក៏បាននិយាយថាពួកយើងបាច់ខ្វល់អីទៀតទេពួកយើងនាំគ្នាមកធ្វើការកឹបកេងលុយក្រុមហ៊ុនជាមួយគ្នាទៅពួកយើងរស់ស្រួលបើក្រោយមកទៀតលោកប្រធានលីគាត់ក៏បានចែកលុយឲ្យអ្នកគ្រប់គ្នាអត់តែ admin ទេក្រោយមកនៅពេលដែលពួកគេត្រឡប់ទៅវិញហ្នឹងលោកប្រធានឈូវេហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់ទូប្រុសរបស់យើងត្រង់ថាគាត់បានធ្វើការចូលដៃចូលជើងនឹងធ្វើការរស់ស៊ីជាមួយនឹងលោកប្រធានលីនេះយូរណាស់មកហើយចំណែកបងស្រីរបស់ទូស្រីហ្នឹងគាត់ក៏បានមកនិយាយជាមួយនឹងទូប្រុសរបស់យើងថាលោកគួរតែបញ្ឈប់នៅអារឿងធ្វើប្តីប្រពន្ធខ្លាំងៗជាមួយនឹងប្អូនស្រីរបស់ខ្ញុំទៅក្រោយមកទៀតហ្នឹងគាត់ក៏បានមកជួបជាមួយនឹងប្អូនស្រីរបស់គាត់ទៀតហើយគាត់ក៏បានប្រាប់ទៅកាន់ទូស្រីរបស់យើងហ្នឹងឲ្យឈប់ទៅធ្វើអាការងារហ្នឹងទៀតទៅហើយនាងក៏បាននិយាយប្រាប់ប្អូនស្រីរបស់នាងទៀតថាអូយឯងធ្វើការហ្នឹងមានដឹងអត់ថាពួកអស់ហ្នឹងវាមិនមែនជាមនុស្សល្អនោះទេបើសិនបើជាលោកប្រធានលីបានដឹងថាពួកឯងធ្វើការងារហ្នឹងបោកប្រាស់គេប្រកាសជាសម្រាប់ឯងជាមិនខានក្រោយមកបងស្រីរបស់ទូស្រីជាមួយនឹងលោកប្រធានឈូវេហ្នឹងក៏បាននាំគ្នាធ្វើនៅបញ្ជីខ្លាំងៗមួយចេញមកដោយចែកស្អាតបងស្រីរបស់ទូស្រីយើងហ្នឹងគឺបានទទួលលុយសំណូកពីលោកប្រធានលីហ្នឹងមួយដុំធំហើយដំបងថាដកខ្លួនឥឡូវហ្នឹងមកចូលដៃចូលជើងជាមួយពួកអស់ហ្នឹងវិញអីណាចំណែកទូប្រុសរបស់យើងនេះវិញគាត់ក៏បានហៅធីមរបស់គាត់ហ្នឹងមកធ្វើការប្រជុំយ៉ាងមិនតាន់ប៉ុន្តែប៉ុណ្ណឹងគាត់ក៏បាននិយាយប្រាប់អ្នកគ្រប់គ្នាថាហាចង់ដែលជាបងស្រីរបស់ទូស្រីជាមួយនឹងលោកប្រធានឈូវេហ្នឹងគឺពួកគេបានដឹងហើយថាយើងគឺជាក្រុមគ្រួសារខ្លាំងៗហើយនៅពេលដែលពួកយើងទទួលបានលុយ100,000លានពេលណាហ្នឹងពួកយើងនាំគ្នាប្រញាប់ចាក់ចេញពីកន្លែងមួយនេះទៅហើយពេលព្រឹកឡើងហ្នឹងក៏មានព័ត៌មានមួយហ្នឹងវាបានបែកធ្លាយដែលព័ត៌មានមួយហ្នឹងគឺតាក់ទងជាមួយនឹងអ្នកធ្វើការប្រើប្រាស់អីវ៉ាន់នឹងមុជទឹកនៅក្នុងអគារមួយហ្នឹងដែលមិនបងថ្លៃភ្លើងថ្លៃទឹកអីគេចឹងណាហើយទូប្រុសរបស់យើងហ្នឹងគាត់ក៏បានមកនិយាយជាមួយនឹងចែកចាងពេលនោះហ្នឹងទូប្រុសរបស់យើងគាត់ក៏បាននិយាយថាឲ្យពួកយើងគួរតែចាំមេខ្លោងយកមកផ្ដន់ទាទោសតាមច្បាប់ទៅគ្រប់យ៉ាងវានឹងស្ងប់ស្ងាត់ត្រឡប់មកវិញចែកចាងហ្នឹងគាត់ក៏បាននិយាយថាអូខេចាំគាត់ទៅតាមសើប្រូមើលហើយចំណែកក្រុមកូនចៅរបស់លោកប្រធានសយនេះវិញពួកគេក៏បានមកពិភាក្សាគ្នាហើយនៅក្នុងពេលនេះហ្នឹងពួកគេបាននិយាយគ្នាថាពួកយើងគ្មានបានផលប្រយោជន៍អីសូម្បីតែបន្តិចព្រោះការនៅជាមួយលោកប្រធានសខ្លាញ់បានស៊ីខ្លាឥឡូវហ្នឹងស្បៃក្រោយមកពួកគេក៏បាននាំគ្នាមកកន្លែងអគារធ្វើការគឺដើម្បីរកវិធីសាស្ត្រចាត់ការជាមួយនឹងទូប្រុសរបស់យើងហើយគ្រាន់តែពួកគេបានទៅដល់ព្រាមហ្នឹងក៏បានដឹងពីដំណឹងអំពីពួកដែលប្រើប្រាស់ឧបករណ៍ផ្សេងៗជាមួយនឹងអគ្គិសនីនៅក្នុងកន្លែងអគារមួយហ្នឹងដែលមិនបងលុយហើយពួកគេក៏បាននឹកឃើញនៅគំនិតថ្មីមួយចេញមកដោយពួកគេបានយកទៅផុសនៅក្នុងប្រព័ន្ធ social media ថាអ្នកដែលចូលមកប្រើប្រាស់កន្លែងមួយហ្នឹងគឺប្រើ free ដោយមិនគិតថ្លៃនោះទេព្រោះអ្នកដែលបងលុយគឺជាអ្នកជួលនៅក្នុងអគារមួយហ្នឹងឯងហើយក្រោយមកពួកដែលអ្នកជួលនៅក្នុងកន្លែងអគារមួយហ្នឹងពួកគេក៏បាននាំគ្នាធ្វើការឈប់ជួលហើយក៏បានចាក់ចេញពីកន្លែងមួយហ្នឹងទៅរស់នៅកន្លែងផ្សេងទៀតហើយក្រោយមកទៀតហ្នឹងចាស់ចាំងគាត់ក៏បានឃើញពួកម៉ែហ្នឹងនាំកូនរបស់ពួកគេហ្នឹងមកគូគំនូឲ្យពេញជាងពេញនឹងឯងគាត់ក៏បានជេរទៅកាន់ពួកម៉ែទាំងអស់គ្នាហ្នឹងថាពួកអ្នកទាំងអស់គ្នាគឺជាមនុស្សដែលគ្មានសតិសម្បញ្ញៈនោះទេហើយមិនតែប៉ុណ្ណោះមិនចេះខ្មាស់អ៊ីនទៀតផងហើយកន្លែងនេះគឺជាកន្លែងសាធារណៈបែរជានាំកូនមកគូគំនូអីញ៉ៃញ៉ៃពេញហ្នឹងទៅវិញពួកម៉ែទាំងអស់គ្នានៅក្នុងពេលនោះហ្នឹងក៏បាននាំគ្នាមកប្រជុំគ្នាហើយក៏បានពិភាក្សាគ្នាថាតើគួររកវិធីសាស្ត្របែបណាដើម្បីធ្វើការកម្ចាត់ចែកចាងចោលរួចពេលយប់ឡើងហ្នឹងក្មេងៗដែលត្រូវបានចែកចាងគាត់ជេរកាលពីថ្ងៃហ្នឹងពួកគេក៏បាននិយាយពីរឿងដែលចែកចាងជេរពួកគេអញ្ចឹងណាក៏ធ្វើឲ្យពួកម៉ែទាំងអស់គ្នាហ្នឹងខឹងខ្លាំងមែនទែនហើយពួកគេក៏បាននាំគ្នាធ្វើការឆែករកទីតាំងដែលចែកចាងកំពុងតែរស់នៅហើយពួកគេក៏បានមកជួបជាមួយនឹងម៉ែរបស់រូអ៊ីដែលចែកស្អាតម្នាក់ហ្នឹងគាត់មានទូនាទីនៅក្នុងកន្លែងប្រជុំអីគេដែរហើយពួកគេក៏បានប្រាប់ទៅកាន់ម៉ែរូអ៊ីថាឲ្យយករឿងរ៉ាវទាំងអស់ហ្នឹងទៅធ្វើការវាយប្រហារចែកចាងនៅក្នុងកន្លែងប្រជុំទៅក្រោយមកទៀតហ្នឹងការប្រជុំ
ក៏បានចាប់ផ្ដើមដោយការបញ្ចូលលើកនេះនឹងគឺគេនិយាយអំពីរឿងតាក់ទងជាមួយនឹងពួកដែលលួចប្រើប្រាស់អីផ្សេងៗនៅក្នុងអគារមួយនឹងឯងហើយចាចានៅក្នុងពេលហ្នឹងគាត់ក៏បានឡើងនិយាយមុនគេប៉ុន្តែក៏ត្រូវបានម៉ែរូអ៊ីនឹងគាត់បាននិយាយថាចាចាមិនមែនជាម្ចាស់អគារមួយនឹងឡើយអញ្ចឹងហើយបិទមាត់ទៅកុំនិយាយច្រើនពេកហើយអ្នកគ្រប់គ្នានៅពេលដែលឮសូរបែបហ្នឹងក៏បាននាំគ្នាថាឲ្យចាចាហ្នឹងគឺគ្រាន់តែជាអ្នកជួលធម្មតាទេអញ្ចឹងហើយគ្មានសិទ្ធិអីនៅក្នុងកន្លែងមួយនេះឡើយចាចានៅក្នុងពេលនោះគាត់ក៏បាននិយាយថាអីមិននិយាយអញ្ចឹងគាត់ជួលនៅមែនក៏ប៉ុន្តែគាត់ចាយលុយឲ្យដូចគេដូចឯងដែរតាមិនដែលជាពាក់ម្ចាស់អគារសូម្បីតែ100រៀលហើយមិនតែប៉ុណ្ណោះកន្លែងមួយនេះវាមិនមែនជាកន្លែងអគារជួលធម្មតាទេវាប្រៀបដូចជាផ្ទះរបស់ខ្ញុំអញ្ចឹងដល់ពេលដែលឃើញគេមកវរីនឹងគូកញ្ញាញ៉ៃពេញលបងផ្ទះរបស់ខ្លួនឯងហ្នឹងមានអារម្មណ៍មិនអញ្ចឹងខ្ញុំមិនសឹកចិត្តព្រោះខ្ញុំក៏ដឹងដែរថាខ្ញុំវាក្រក៏ប៉ុន្តែថ្លៃជួលផ្ទះឲ្យស្មើគ្នាសោះហ្នឹងប៉ុន្តែក៏មានជាពាក់មុខម្ចាស់ម្នាក់ហ្នឹងគាត់ក៏បាននិយាយថាអីមិននិយាយអញ្ចឹងច្បាប់គឺជាច្បាប់ព្រោះយើងជួលមែនក៏ប៉ុន្តែយើងគ្មានសិទ្ធិមកនិយាយអីកន្លែងនេះទេហើយទីបំផុតហ្នឹងទូប្រុសរបស់យើងគាត់ក៏បានបញ្ជាឲ្យគេធ្វើការបិទអង្គប្រជុំទៅហើយក្រោយមកចាចាងគាត់ក៏បានមកអង្គុយសោកសៅនៅក្នុងបន្ទប់តែម្នាក់ឯងដោយនៅក្នុងពេលហ្នឹងចាចាងគាត់ក៏បានគិតសម័យកាលពីដែលគាត់ធ្វើការផ្លាស់ប្ដូរមករស់នៅកន្លែងនេះតាំងពីដំបូងព្រោះមើលទៅចាចាងហ្នឹងគឺពិតជាស្រឡាញ់អាគារមួយហ្នឹងខ្លាំងមែនទែនគឺគាត់បានធ្វើការសម្អាតជុំវិញកន្លែងហ្នឹងទាំងអស់មិនតែប៉ុណ្ណោះហ្នឹងសូម្បីតែធូលីម្ដីម្ដងហ្នឹងក៏គ្មាននោះដែរហើយចំណែកទូប្រុសរបស់យើងគាត់ក៏បានមកនិយាយជាមួយនឹងម៉ែរបស់រូអ៊ីនៅក្នុងពេលនោះគាត់ក៏បាននិយាយទៅកាន់ទូប្រុសរបស់យើងថារឿងចាចាងប្រហែលជាខ្ញុំគិតពីគាត់តិចពេកអញ្ចឹងខ្ញុំសុំទោសផងបងទូប្រុសរបស់យើងគាត់ក៏បាននិយាយថាមិនបាច់មកសុំទោសខ្ញុំទេអ្នកដែលគួរទៅសុំទោសគឺទៅសុំទោសចាចាងទៅហើយចំណែកកូនប្រុសរបស់ចាចាងនៅក្នុងពេលនោះហ្នឹងគាត់ក៏បាននិយាយថារដ្ឋាភិបាលបានឲ្យគេទៅធ្វើការសិក្សា free លក្ខណៈថាមានអាហារូបករណ៍ 100% អីចឹងណាអ្វីដែលសំខាន់ជាងនឹងទៅទៀតហ្នឹងគឺគាត់រស់នៅយ៉ាងសប្បាយចិត្តហ្នឹងគឺដោយសារតែមានចាចាងហ្នឹងឯងហើយចំណែកលោកប្រធានលីនេះវិញគាត់ក៏បានមកនិយាយជាមួយនឹងលោកពូសុងអ៊ូឈីកដែលលោកពូម្នាក់ហ្នឹងក៏ជាអ្នកមានអំណាចធំមួយនៅក្នុងក្រុមហ៊ុនរបស់គាត់ដែរហើយពូសុងអ៊ូឈីកនៅក្នុងពេលហ្នឹងក៏បាននិយាយប្រាប់ទៅកាន់លោកប្រធានលីថាអាគម្រោងអគារដែលគេកំពុងធ្វើការសាងសង់ថ្មីហ្នឹងរដ្ឋាភិបាលគឺជាអ្នកឲ្យគេមកធ្វើការសាងសង់ហើយមិនតែប៉ុណ្ណោះហ្នឹងរដ្ឋាភិបាលហ្នឹងមានគម្រោងការចែកផ្ទះឲ្យទៅពួកដែលអ្នកក្រីក្រទៀតផងហើយមូលហេតុដែលគេធ្វើបែបហ្នឹងគឺដោយសារតែពួកគេហ្នឹងចង់បានសម្លេងឆ្នោតអីហ្នឹងឯងហើយចំណែកលោកប្រធានលីនៅក្នុងពេលហ្នឹងគាត់ទៅលើសូលោកពូម្នាក់ហ្នឹងគាត់និយាយចឹងភ្លាមហ្នឹងគាត់ពិតជាខឹងក្នុងចិត្តខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងនឹងខាតបង់ទុនយ៉ាងច្រើនហើយមិនតែប៉ុណ្ណោះហ្នឹងគ្មានបានចំណូលសូម្បីតែ1រៀលក្រោយមកលោកប្រធានជវេហ្នឹងគាត់ក៏បានធ្វើការតាក់ទងទៅកាន់លោកប្រធានលីហើយក៏រាយការណ៍អំពីទូប្រុសយើងប្រាប់លោកប្រធានលីគ្មានសងនោះទេហើយលោកប្រធានលីគ្រាន់តែលើសូអាប៉ែម្នាក់ហ្នឹងរាយការណ៍ភ្លាមហ្នឹងគាត់ពិតជាខឹងចិត្តខ្លាំងមែនទែនក្រោយមកគាត់ក៏បានហៅទូប្រុសរបស់យើងហ្នឹងមកនិយាយគ្នាហើយនៅក្នុងពេលនោះគាត់ក៏បានប្រាប់ទៅកាន់ទូប្រុសរបស់យើងថារដ្ឋាភិបាលគេបានបញ្ជាឲ្យគាត់ហ្នឹងធ្វើការសាងសង់អគារហ្នឹងឲ្យហើយទៅហើយនឹងយកអគារហ្នឹងយកទៅចែកឲ្យប្រជាជនដែលមិនមានលុយឲ្យក្រដោយ admin ប៉ែហ្នឹងមានឈ្មោះនៅក្នុងហ្នឹងដែរហើយចំពោះលុយ10000លានវ៉ុនដែលទូប្រុសរបស់យើងត្រូវការហ្នឹងគាត់នឹងធ្វើការពិចារណាម្ដងទៀតក្រោយមកនៅពេលដែលទូប្រុសរបស់យើងបានត្រឡប់មកដល់បន្ទប់វិញហ្នឹងគាត់ក៏បានហៅចាយស្អាតរបស់យើងហ្នឹងមកធ្វើការ OT ជាមួយគ្នាហើយធីមរបស់ទូប្រុសរបស់យើងហ្នឹងក៏បានគិតដល់ណាណៃណែណោះគេធ្វើការងារសតហ្នឹងទៅគិតដល់រឿងស្អីដែរបងអូយបងឯងស្មាន OT ស៊ីនំថ្នោតមែនអូយតាមពិតទៅហ្នឹងទូប្រុសរបស់យើងជាមួយនឹងទូស្រីហ្នឹងគឺនិយាយគ្នាអំពីច្បាប់នៅក្នុងការជួលអគារផ្សេងៗតែប៉ុណ្ណោះគឺដោយសារតែទូប្រុសរបស់យើងហ្នឹងចង់ដឹងឲ្យច្បាស់ថាការជួលអគារហ្នឹងគេត្រូវប្រើគេខ្លះហើយចំណាយលុយលើមិនខ្លះចឹងណាហើយលោកពូសក់ស្កើជាមួយនឹងគ្នារបស់គាត់នៅក្នុងពេលនោះក៏បាននាំគ្នាមកលួចមើលអីណាហើយពេលព្រឹកឡើងទូប្រុសរបស់យើងគាត់ក៏បានមកជួយជាមួយនឹងចាយចាងគឺដើម្បីសុំឲ្យចាយចាងធ្វើជាតំណាងរបស់អ្នកដែលជួលនៅកន្លែងអគារមួយហ្នឹងហើយគាត់ក៏បាននិយាយពីច្បាប់មួយចំនួនទៅកាន់ចាយចាងមិនតែប៉ុណ្ណោះក៏បានសុំឲ្យចាយចាងធ្វើជាតំណាងទៀតផងហើយក្នុងពេលនោះហ្នឹងចាយចាងហ្នឹងគឺគាត់រំភើបចិត្តខ្លាំងមែនទែនក្រោយមកចាយចាងជាមួយនឹងគ្នារបស់ទូប្រុសហ្នឹងក៏បាននាំគ្នាមកធ្វើការប្រកបការដើម្បីរកអតិថិជនមកជួលនៅកន្លែងអគារមួយហ្នឹងហើយបើសិនជាបានភ្ញៀវច្រើនចាយចាងហ្នឹងនឹងជាប់ឈ្មោះធ្វើជាតំណាងនៅកន្លែងមួយហ្នឹងហើយនៅទីបំផុតចាយចាងគាត់បានធ្វើវាបានសម្រេចពិតមែនហើយនៅក្នុងពេលនោះទូប្រុសរបស់យើងជាមួយនឹងគ្នារបស់គាត់ក៏បានមកធ្វើការអបអរសាទរទៅកាន់ចាយចាងទៀតផងហើយក្រោយមកទៀតហ្នឹងចាយចាងហ្នឹងគាត់ក៏បានមកនិយាយជាមួយនឹងទូប្រុសរបស់យើងហើយគាត់បាននិយាយថាគាត់មិនខ្វល់ពីរឿងក្រុមគ្រួសារខ្លាំងៗរបស់ទូប្រុសឲ្យទៀតនឹងទេគឺគាត់គ្រាន់តែដឹងថាទូប្រុសរបស់យើងគឺធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកន្លែងមួយនេះហ្នឹងវាមានសភាពល្អហើយនឹងគួរឲ្យចង់រស់នៅជាងមុនទូប្រុសរបស់យើងនៅពេលលើសូបែបហ្នឹងគាត់ក៏សប្បាយចិត្តដែរចំណែកលោកប្រធានលីនេះវិញក្នុងពេលនេះគាត់ក៏បានឃើញថាមានគេចង់ជួលអគារមួយនឹងយ៉ាងច្រើនហើយគាត់ពិតជារំភើបចិត្តខ្លាំងណាស់មិនតែប៉ុណ្ណោះគាត់ក៏បានសរសើរថាទូប្រុសរបស់យើងហ្នឹងគឺជាមនុស្សជំនាញខ្លាំងមែនទែនឲ្យធ្វើអីហ្នឹងក៏ធ្វើការដែរគាត់គ្រាន់តែឲ្យតរអ្នកជួលផ្ទះហ្នឹងគឺរកបានយ៉ាងច្រើនខ្លាំងមែនទែនហើយចំណែកទូស្រីរបស់យើងនេះវិញនៅពេលដែលគាត់បានឃើញបន្ទប់វាញ៉ៃខ្លាំងពេកហ្នឹងគាត់ក៏បានរៀបចំឲ្យសម្អាតបន្ទប់តែម្ដងប៉ុន្តែរូបភាពហ្នឹងគាត់ក៏បានឃើញជាមួយនឹងសភៅបញ្ជីមួយចំនួនដែលវាគឺជាសភៅតាក់ទងជាមួយនឹងការចំណូលចំណាយហើយនឹងការជួលអគារផ្សេងៗនឹងឯងហើយសភៅទាំងអស់ហ្នឹងគឺជាសភៅបងស្រីរបស់នាងបានធ្វើជាមួយនឹងលោកប្រធានជ្រវេកាលពីថ្ងៃមុនណាក្រោយមកទូស្រីរបស់យើងគាត់ក៏បានយករឿងរ៉ាវទាំងអស់ហ្នឹងមកថាឲ្យបងស្រីរបស់គាត់ហើយនាងបាននិយាយថាបងធ្វើអញ្ចឹងធ្វើអីខ្ញុំមិនចង់បានលុយដល់ស្មោកគ្រូរបស់បងនោះទេនាងក៏បានប្រាប់ឲ្យបងស្រីរបស់នាងហ្នឹងលាឈប់ពីកន្លែងការងារមួយហ្នឹងទៅព្រោះនាងមិនចង់ឲ្យបងស្រីរបស់នាងទៅធ្វើការស្មោកគ្រូអញ្ចឹងទេហើយបងស្រីរបស់ទូស្រីរបស់យើងនៅក្នុងពេលហ្នឹងគឺយំខ្លាំងមែនទែនក្រោយមកគាត់ក៏បានមកនិយាយជាមួយនឹងលោកប្រធានជ្រវេដែលនាងបាននិយាយប្រាប់ទៅកាន់លោកប្រធានជ្រវេថានាងនឹងធ្វើការលាឈប់ចេញពីការងារមួយហ្នឹងប៉ុន្តែលោកប្រធានជ្រវេនៅក្នុងពេលហ្នឹងគឺមិនចង់ឲ្យនាងហ្នឹងឈប់ធ្វើការមួយហ្នឹងនោះទេបងស្រីរបស់ទូស្រីយើងនៅក្នុងពេលហ្នឹងគាត់ក៏បាននិយាយគម្រាមទៅកាន់លោកប្រធានជ្រវេថាបើសិនជាពួកគេទាំងអស់គ្នាមិនព្រមឲ្យនាងលាឈប់ទេហ្នឹងនាងមានសភៅចំណូលចំណាយនិងបញ្ជីតាក់ទងជាមួយនឹងការជួលអគារទាំងអស់ហ្នឹងហើយនាងនឹងធ្វើការផុសវាចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិតហើយលោកប្រធានជ្រវេនៅក្នុងពេលហ្នឹងគាត់បានយករឿងរ៉ាវទាំងអស់ហ្នឹងទៅប្រាប់លោកប្រធានលីហើយលោកប្រធានលីនៅពេលដែលដឹងថាបងស្រីរបស់ទូស្រីនិយាយគម្រាមកំហែងបែបហ្នឹងគេពិតជាខឹងខ្លាំងមែនទែនដោយសារតែគេហ្នឹងមិនចូលចិត្តឲ្យនរណាម្នាក់មកធ្វើការគម្រាមកំហែងគេនោះទេអញ្ចឹងហើយគេនឹងព្យា
យាមចាត់ការបងស្រីរបស់ទូស្រីចោលហើយព្រោះពេលព្រឹកឡើងហ្នឹងតួប្រុសរបស់យើងគាត់ក៏បានមកនិយាយជាមួយនឹងលោកប្រធានលីដែលលោកប្រធានលីនៅក្នុងពេលហ្នឹងគឺគាត់ចង់ឲ្យតួប្រុសរបស់យើងធ្វើការងារឲ្យគាត់មួយព្រោះការងារហ្នឹងគឺងាយស្រួលខ្លាំងមែនទែនគឺការបើកឡានឲ្យគាត់នឹងឯងហើយបើសិនជាការងារមួយនឹងវាបានសម្រេចទៅដល់រលូនហ្នឹងគាត់នឹងយកព្រមឲ្យលុយចំនួន100,000 លានហ្នឹងទៅកាន់តួប្រុសរបស់យើងក្រោយមកតួប្រុសរបស់យើងគាត់ក៏បានយកព្រមមកបើកឡានតាមដែលអ្វីដែលលោកប្រធានលីឲ្យធ្វើដោយលេខារបស់លោកប្រធានលីហ្នឹងគឺបានត្រៀមឡានដ៏ធំមួយហ្នឹងឲ្យតួប្រុសរបស់យើងហើយក្រោយមកលោកប្រធានលីគាត់ក៏បានទេទូរស័ព្ទមកកាន់តួប្រុសរបស់យើងឲ្យគាត់បើកឡានទៅកន្លែងផ្លូវធំទៅដោយលោកប្រធានលីហ្នឹងគឺគាត់អង្គុយមើលកាមេរ៉ាសុវត្ថិភាពជាប់ជាមួយនឹងមុខឡានណាអានេះលក្ខណៈថាដូចជាមើល live ផ្ទាល់អញ្ចឹងណាអ្នកនរគ្នាក្រោយមកតួប្រុសរបស់យើងគាត់ក៏បានបើកឡានយ៉ាងលឿនដើម្បីមកបុកជាមួយនឹងបងស្រីរបស់ទូស្រីយើងប៉ុន្តែនៅក្នុងពេលនោះហ្នឹងតួប្រុសរបស់យើងគាត់ក៏បានសម្រេចចិត្តត្រឡប់មកវិញលក្ខណៈថាមិនចង់បុកនេះនោះទេក្រោយមកគាត់ក៏បានបើកឡានរបស់គាត់ហ្នឹងតម្រង់ទៅបុកលេខារបស់លោកប្រធានលីវិញតែវាពិតជាសំណាងល្អខ្លាំងមែនទែនដោយសារតួប្រុសរបស់យើងចាប់ប្រាំងជាប់ណាចំណែកលោកប្រធានលីនៅពេលដែលឃើញស្ថានភាពមិនស្រួលហ្នឹងគាត់ពិតជាខឹងខ្លាំងមែនទែនក្រោយមកតួប្រុសរបស់យើងគាត់ក៏បានមកជួយជាមួយនឹងលោកប្រធានលីហើយលោកប្រធានលីគ្រាន់តែឃើញតួប្រុសរបស់យើងភ្លាមហ្នឹងគេក៏បាននិយាយថាគាត់ធ្វើការពិបាកមែនគាត់បើកឡានបុកគេម្នាក់សោះហ្នឹងគាត់គ្រាន់បុកគេឲ្យបងលុយចប់ហ่าគាត់ខ្សែយើងសោះអ្នកមានឯងភ្លើហ៎តួប្រុសរបស់យើងគាត់ក៏បាននិយាយថាគាត់គឺជាមនុស្សអាក្រក់មែនប៉ុន្តែគាត់បើកលុយគេតាមតែប្រព័ន្ធអនឡាញតែប៉ុណ្ណោះប៉ុន្តែមនុស្សដែលអាក្រក់ហើយនឹងថោកទាបខ្លាំងបំផុតហ្នឹងគឺជាលោកប្រធានលីនឹងឯងជាពិសេសជាមួយនឹងពួកអាបុកគេឲ្យរត់អាងលុយអាងខ្សែហ្នឹងណាលោកប្រធានលីនៅពេលដែលលើសូបែបហ្នឹងគាត់ពិតជាខឹងជាមួយនឹងតួប្រុសរបស់យើងខ្លាំងមែនទែនគាត់ក៏បាននិយាយថាឯងនិយាយចឹងមិនត្រូវទេតែតួប្រុសរបស់យើងគាត់ក៏បាននិយាយថាមិនបាច់ខ្វល់ទេចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើឲ្យជីវិតរបស់លោកវាមានភាពរន្ធត់ញ័រផ្លោកខ្លាំងជាងនេះទៅទៀតហើយខ្សែរឿងរបស់យើងគឺ slash ត្រឹមតែប៉ុណ្្នឹងឯងទាំងអស់គ្នាបើចង់នឹងថាខ្សែរឿងតទៅមុខទៀតទៅជាយ៉ាងណាហ្នឹងកុំភ្លេចតាមដានជាមួយនឹង admin ប៉ែទាំងអស់គ្នាតទៀតជាចុងក្រោយខ្ញុំបានក៏សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ដែលលើសលួសដោយប្រការណាមួយមិនសមរម្យក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាអធិស្ឋានដល់ admin ប៉ែផងហើយបើសិនជាជួយចិត្តកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យ admin មានអ្នកមួយផងជាចុងក្រោយខ្ញុំបានក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ